សួស្តីថ្ងៃអាទិត្យថ្ងៃនេះថ្ងៃសម្រាប់ពីការងារទំនេរនាំកូនជិះរ៉ឺម៉កទៅផ្សារដើម្បីរកទិញរបស់របរប្រើប្រាស់ខ្លះនិយាយវាថាកូនពៅបានជិះរ៉ឺម៉កជាលើកទី1និយាយពីគាត់ស្វាយគាត់គាត់ណាហើយមើលគេអង្គុយបងប្អូននិយាយថាដូចមនុស្សចាស់អញ្ចឹងអង្គុយលយហើយមានតោងមានអីធំត្រូវទៀតមិនបារម្ភខ្លាចធ្លាក់ទេចាហើយបន្ទាប់ពីជិះមកដល់ផ្សារហើយគឺបានឲ្យលុយថ្លៃរ៉ឺម៉កគឺ3នាក់ហ្នឹងគឺគេយកតែ2000នេះគេយកតែមនុស្សធំទេដល់ក្មេងៗតូចៗនេះគឺអត់យកទេហើយឥឡូវនេះពីអ្នកបងប្អូនចាប់ផ្ដើមដឹកដៃគ្នាចូលផ្សារហើយផ្សារនេះផងដែរគឺស្ថិតនៅក្នុងស្រុកព្រៃឈរខេត្តកំពង់ចាមឈ្មោះថាផ្សារព្រៃតតឹងហើយដឹកដៃគ្នាចាប់ផ្ដើមមើលរបស់របរដែលត្រូវទិញហើយចាំមើលបងប្អូនចាំទស្សនាបន្តទៀតថាទិញបានអីខ្លះចាំតាមដានទស្សនាទាំងអស់គ្នាបងដឹកដៃកូនគេយួរតែអញណាតែអញពួនចាក់ទៅច្រើនផងមើលណាเขาว่าบดช่วยเขาว่างก้นเขาว่างระวังចាហើយឥឡូវនេះមកដល់កន្លែងលត់ឆាដែលគេល្បីនៅផ្សារព្រៃតឹងក៏នាំគ្នាឈប់ទិញលត់ឆាហូបសិនទៅចាបន្ទាប់ពីទិញលត់ឆាហូបហើយយើងក៏បន្តដំណើរទៅមុខទៀតដើម្បីរកទិញតៅហ៊ូដែលគេលក់នៅផ្សារព្រៃតឹងហ្នឹងបើក Facebook ឃើញគេលក់តៅហ៊ូឆ្ងាញ់នៅសៀមរាបប៉ុន្តែអត់មានលុយទៅសៀមរាបក៏សម្រាប់ចិត្តថានាំកូននាំចៅមកផ្សារព្រៃតឹងដើម្បីរកទិញតៅហ៊ូញ៉ាំពេលដេញចូលទៅទីបនៅវៀតណាមសម្រាប់ចាស់អាចារ្យទេអូយដល់បងចូលចាស់ជើងត្រូវនេះតែបងខាងមានទេចាំខាងដែរចាតែខាងនេះដែរតែក្បាលមកខាងនេះហើយแชร์មកចាហើយឥឡូវនេះបានដើរមកដល់កន្លែងគេលក់តៅហ៊ូហើយប៉ុន្តែមកដល់ឃើញតែទូកញ្ចក់ទេអត់មានទេគោបន្តដំណើរទៅផ្ទះវិញហើយមកផ្ទះគឺអត់មានអីទេគឺមានតែក្តាមត្រាំទេអញ្ចឹងសរុបសេចក្តីមកផ្សារហ្នឹងគឺអត់បានទិញអីទាំងអស់ព្រោះលវតែកាន់កូនមើលកូនទាំងពីរនាក់ដល់អញ្ចឹងអត់មានបានទិញអីទេគឺញ៉ាំតែក្តាមត្រាំហ្នឹងទៅដេញតែធំវិញទៅដេញតែធំវិញនេះ